cứ hun sai hun mà này ọt rồi luôn này vì pro thưa aiประเทศ Campuchia คล้ายទៅជាประเทศចៅហៅថា mafia state mafia ហ្នឹងចៅអន្តរជាតិ state ហ្នឹងគឺប្រទេសគឺជារដ្ឋគាត់បានយកប្រទេសកម្ពុជាធ្វើជារដ្ឋរបស់ចៅដឹកនាំដោយចៅរកស៊ីជាមួយចៅដូច្នេះថយក្រោយអត់បានទេបិទបាំងការពិតអត់បានទេព័ត៌មានទាំងអស់នេះបងប្អូនសួរខ្ញុំថាដឹងពីណាមកដឹងមុនគេមកឲ្យបែកធ្លាយពេលនេះដឹងពីណាមកទី1ដឹងពីបណ្ដាញរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារតាំងពីយើងបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារនេះមានការគ្រប់គ្រងយ៉ាងខ្លាំងយ៉ាងផុសផុលទីបំផុតគ្រាន់តែអ្នកដែលពាក់ព័ន្ធសូមកុំឲ្យយើងចេញឈ្មោះដើម្បីធានាសុវត្ថិភាពរបស់គេឲ្យសម័យខ្លួននៅធ្វើការបន្តទៀតហើយធ្វើការក្នុងតំណែងខ្ពស់នៅជុំវិញហ៊ុនសែនអត់ដឹងទេព័ត៌មាននេះខ្ញុំដឹងពីអ្នកដែលនៅជុំវិញហ៊ុនសែនបានផ្ដល់មកឲ្យខ្ញុំជាបណ្ដាញសម្ងាត់បណ្ដាញបង្កប់នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារព័ត៌មានទាំងអស់នេះគឺទទួលការបញ្ជាក់ពីតំណែងតំណងអន្តរជាតិដែលខ្ញុំមាននៅទូទាំងពិភពលោកតំណែងតំណងអន្តរជាតិដែលខ្ញុំមាននេះគឺបានបញ្ជាក់ដូចគ្នាគឺគេមិនអនុញ្ញាតឲ្យហ៊ុនសែនធ្វើទៀតទេគេមិនភ្លើទៅជឿហ៊ុនសែនថាគេខ្ជិលនឹងធ្វើដូចថាគេជឿគេមិនដែលជឿតែមកដល់នេះគេថាឈប់លេងអញ្ចឹងហើយហ៊ុនសែនឯលេងអញ្ចឹងវាមិនមែនគ្រោះថ្នាក់សម្រាប់ប្រទេសកម្ពុជាខ្លាយទៅជាប្រទេសចៅទេវាគ្រោះថ្នាក់ដល់ពលរដ្ឋគេនៅទូទាំងពិភពលោកអញ្ចឹងហើយបានប្រទេសមួយចំនួនគេពួតដៃគ្នាគេធ្វើអន្តរាគមន៍រួមគ្នាចម្រុះមកកម្ចាត់ចោលនៅលើទឹកដីប្រទេសកម្ពុជាតែម្ដងហើយកម្ចាត់ចោលគឺកម្ចាត់ហ៊ុនសែនហើយកម្ចាត់របបហ៊ុនសែនហើយវាដោយទាំងហ៊ុនសែនហើយព្រោះហ៊ុនសែនធ្វើការជាមួយចោលស្អិតរមួតស៊ីជំរឿហួសហេតុអញ្ចឹងគេកម្ចាត់ចោលឲ្យអស់សិនទៅណាហើយវាដោយទាំងហ៊ុនសែនកម្ចាត់ចោលនៅប្រទេសកម្ពុជាគឺដូចកម្ចាត់របបហ៊ុនសែនអញ្ចឹងព័ត៌មាននេះគឺមានសារៈសំខាន់ណាស់ឃើញថាប្រវត្តិសាស្ត្រប្រទេសកម្ពុជាកំពុងតែប្រែប្រួលបងប្អូននឹងឃើញក្នុងរយៈពេលប្រហែលថ្ងៃប្រហែលសប្តាហ៍យ៉ាងយូរណាស់ប្រហែលខែខាងមុខនេះឃើញថារបបហ៊ុនសែនដល់ទីបញ្ចប់របស់វាហើយក្នុងជួរគណៈបកប្រជាជនកម្ពុជាអ្នកដែលនៅគ្រប់គ្រងពីក្រោយគណៈបកប្រជាជនកម្ពុជាគេថាมันអាចបណ្ដោយឲ្យហ៊ុនសែនធ្វើប្រធានគណៈបកប្រជាជនកម្ពុជាបានទៀតទេហ៊ុនសែនដូចជាប្លន់គណៈបកប្រជាជនកម្ពុជាដែលគេបង្កើតតាំងពីឆ្នាំ1951ណាដែលជាឧបករណ៍សម្រាប់គេគ្រប់គ្រងប្រទេសកម្ពុជាឥឡូវហ៊ុនសែនយកគណៈបកប្រជាជនកម្ពុជាធ្វើជាឈ្នន់ដើម្បីបន្លំថានឹងជាទង្វើគណៈបកប្រជាជនកម្ពុជាមិនមែនទេទង្វើហ៊ុនសែនដែលបានប្លន់គណៈបកប្រជាជនកម្ពុជាលើកបន្ទប់កូនគាត់ហ៊ុនម៉ាណែតបន្ទាប់ពីបានការពារអំណាចផ្ទាល់ខ្លួនរបស់គាត់ជិត40ឆ្នាំដូច្នេះយកគណៈបកប្រជាជនមកលេងសើចយកធ្វើជាខែលយកធ្វើជាឈ្នន់ដើម្បីការពារអំណាចបុគ្គលហ៊ុនសែនគ្រួសារហ៊ុនសែនហើយទៅចូលដៃជាមួយចៅអន្តរជាតិនេះគឺខូចឈ្មោះគណៈបកប្រជាជនបើគណៈបកប្រជាជនមានហ៊ុនសែនជាប្រធានគឺគេហៅគណៈបកចៅព្រោះប្រធានគណៈបកប្រជាជនកម្ពុជាគឺហ៊ុនសែនជាមេចៅអញ្ចឹងបើឲ្យហ៊ុនសែនធ្វើប្រធានគណៈបកប្រជាជនកម្ពុជាទៀតគឺទទួលស្គាល់ថាគណៈបកប្រជាជនជាគណៈបកចៅហើយគណៈបកចៅមិនអាចមកដឹកនាំប្រទេសទេផតែខ្មែរបានប៉ុន្តែនេះផដល់អន្តរជាតិអត់មាននរណាជឿអញ្ចឹង